សម្លកកូរខ្ញុំស្លរាល់ដងមានបន្លែច្រើនមុខលាយចូលគ្នាតែថ្ងៃនេះអត់អញ្ចឹងទេបងប្អូនខ្ញុំស្លតែក្តឹបខ្នោលាយជាមួយនឹងស្លឹកម្រុំចំណែកឯសាច់ខ្ញុំអត់ចោលទេសាច់ជ្រូក3ជាន់ហើយនឹងត្រីដែរមើលណែបងប្អូនស្លហើយទំនងឆ្ងាញ់ណាស់ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំទៅផ្សារពេលព្រឹកឃើញគេមានលក់ក្តឹបខ្នោខ្ចីល្អមែនតែនខ្ញុំទិញមក2ដុំហើយកុំឲ្យពិបាកខ្ញុំក៏ទិញគ្រឿងបុកហើយនឹងក៏លេងមកជាស្រេចស្លឹកម្រុំគេលក់ក្បែរនឹងដែរខ្ចីល្អណាស់បងប្អូននៅផ្ទះអស់ម្ទេសខ្ញុំទិញម្ទេសមួយចកោមប៉ុណ្ណឹងតែ500រៀលទេតាមពិតទៅខ្ញុំស្លខ្ញុំដាក់តែ3-4គ្រាប់គ្រប់គ្រាន់ហើយស្លកកូរដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងត្រីដែងហើយនឹងសាច់ជ្រូកខ្ញុំអត់ចោលទេអង្ករលីងហើយនឹងគ្រឿងបុកនៅផ្សារឥឡូវមានលក់ស្រាប់អញ្ចឹងយើងក៏ស្រួលម្យ៉ាងដែរស្លឆាប់បានញ៉ាំក្រូចឆ្មាមួយផ្លែនេះខ្ញុំយកមកច្របាច់ដាក់ចូលក្នុងទឹកនៅពេលដែលយើងចិត្តហាន់ខ្នោដាក់ចូលត្រាំទឹកទៅកុំឲ្យវាខ្មៅដំបូងគេដែលខ្ញុំបង្ហាញបងប្អូននេះគឺខ្ញុំយកខ្នោមកចិតបដូលចេញអ្នកលក់គេចិតឲ្យយើងខ្លះហើយបងប្អូនប៉ុន្តែទោះតែយ៉ាងណាក៏វានៅច្រើនដែរចិតរួចខ្ញុំយកកវិតមុខ2មកហាន់ជាបន្ទះស្ដើងចំពោះបងប្អូនបើសិនជាមានដេកឈូសក៏បានដែរស្រួលផងប៉ុន្តែខ្ញុំអត់មានទេអញ្ចឹងខ្ញុំប្រើកវិតមុខ2គឺចិតហាន់ជាបន្ទះស្ដើងបងប្អូនក្តឹបខ្នោមានជ័រទោះជាខ្ញុំហាន់ត្រាំទឹកក្រូចឆ្មាក៏នៅឡើងពណ៌ស្គាំដែរចំណែកឯបន្លែផ្សេងខ្ញុំអត់បានបង្ហាញបងប្អូនទេខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាចេះហាន់ចេះធ្វើហើយបន្ទាប់មកទៀតខ្ញុំយកឆ្នាំងមកដាក់លើភ្លើងឲ្យវាស្ងួតហើយខ្ញុំចាក់ប្រេងឆាបន្តិចដាក់ខ្ទឹមបំពងចូលហើយក៏ដាក់ប្រហុកចូលបំពងជាមួយគ្នាដែរខ្ទឹមបើសិនជាខ្ញុំបុកគ្រឿងខ្លួនឯងខ្ញុំដាក់ឲ្យច្រើនឲ្យហើយតែម្ដងតែនេះខ្ញុំទិញពីផ្សារអញ្ចឹងអ្នកលក់ក៏ដាក់តិចទេក្នុងគ្រឿងហ្នឹងមានស្លឹកក្រូចសើចមានរំដេងមានល្មៀតហើយអញ្ចឹងខ្ញុំអត់ថែមទេដាក់គ្រឿងលីងឲ្យឈ្ងុយបន្ទាប់មកខ្ញុំថែមសាច់ជ្រូកលីងជាមួយគ្នាតែម្ដងពេលលីងហ្នឹងបើសិនជាស្ងួតដូចខ្ញុំអញ្ចឹងណាបងប្អូនយើងថែមទឹកបន្តិចមកហើយបន្ទាប់មកទៀតយើងលីងឲ្យសាច់ជ្រូកហើយនឹងគ្រឿងហ្នឹងច្របល់ចូលគ្នាឲ្យសព្វឲ្យឆ្អិនសាច់ជ្រូកល្អយើងលីងបែបនេះហ៎បងប្អូនបានវាឡើងឈ្ងុយបន្ទាប់មកត្រីដែងដែលខ្ញុំកាត់កង់ហើយខ្ញុំយកមកលីងជាមួយនឹងសាច់ជ្រូកជាមួយនឹងគ្រឿងឲ្យហើយដែរត្រីយើងយកមកលីងអញ្ចឹងបានវាអត់ឆ្អាបបន្ទាប់ពីលីងឆ្អិនហើយខ្ញុំដាក់បន្លែខ្នោនឹងចូលហើយគ្របទុកឲ្យឆ្អិនឲ្យទន់បន្លែបន្តិចបងប្អូនបន្លែខ្នោធម្មតាវារឹងជាងបន្លែផ្សេងហើយវាក៏ក្របផុយដែរគ្របទុកឲ្យឆ្អិនឲ្យសពប់បន្លែអស់ហើយខ្ញុំកូរច្របល់វាបន្តិចបានខ្ញុំថែមទឹកយើងដាក់មិនឲ្យវាមើលទៅវាសមជាមួយនឹងបន្លែរបស់យើងពុះតិចខ្ញុំថែមអំបិលស្ករម្សៅស៊ុបប៊ីចេងឲ្យហើយបងប្អូនព្រោះអីនៅក្នុងសម្លកកូររបស់យើងស្លមានលាយត្រីបើសិនជាយើងមកងាស់យូរខ្លាំងពេកបែកត្រីអស់សម្លនេះបងប្អូនយើងចោលបើសិនជាយើងស្លតែត្រីយើងចោលសាច់ជ្រូក3ជាន់ក៏វាអត់ឆ្ងាញ់ដែរដោយសារសាច់ជ្រូក3ជាន់វាមានជាតិខ្លាញ់អញ្ចឹងធ្វើឲ្យសម្លរបស់យើងធ្វើឲ្យបន្លែរបស់យើងទន់បន្ទាប់ពីពុះសពហើយភ្លក់មើលបើសិនជាខ្វះយើងអាចថែមបានដូចខ្ញុំខ្វះម្សៅស៊ុបខ្ញុំថែមម្សៅស៊ុបបន្តិចនិងចុងក្រោយគេថែមអង្ករលីងជាទូទៅស្លកកូរខ្ញុំអត់ដែរដាក់មុនទេបងប្អូនបើសិនជាខ្ញុំដាក់មុនវាយើងកូរអត់ដល់បានវាអាចខ្លោចបានចានឹងបន្ទាប់ពីពុះកញ្ជ្រោលឆ្អិនភ្លក់មើលពេញចិត្តរសជាតិអស់ហើយចុងក្រោយបន្លែបៃតងគឺមានតែស្លឹកម្រុំនឹងហើយបងប្អូនខ្ញុំថែមស្លឹកម្រុំបន្លែបៃតងយើងអត់ដាក់មុនយូរទេបងប្អូនពេលដែលយើងដាក់មុនយូរធ្វើឲ្យស្លោកហើយបើសិនជាបន្លែណាមានជាតិល្វីងធ្វើឲ្យជាតិល្វីងរបស់វាកាន់តែខ្លាំងដោយនៅក្នុងសម្លខ្ញុំនេះខ្ញុំស្លតែស្លឹកម្រុំទេបើសិនជាបងប្អូនចូលចិត្តស្លឹកម្រះវិញណាដាក់ស្លឹកម្រះលាយក៏បានដែរឥឡូវសម្លរបស់យើងឆ្អិនហើយមើលបងប្អូនទំនងឆ្ងាញ់អត់ចំពោះខ្ញុំឆ្ងាញ់បងប្អូនដោយសារតែខ្ញុំដាក់សាច់ជ្រូក3ជាន់រៀងច្រើនហើយខ្ញុំមានលីងជាមួយខ្លាញ់ត្រីដែងរបស់ខ្ញុំក៏សម្បូរនឹងខ្លាញ់ដែរអញ្ចឹងធ្វើឲ្យបន្លែក្តឹបខ្នោរបស់យើងពេលដែលយើងញ៉ាំទៅឡើងទន់ត្រូវជាមួយនឹងស្លឹកម្រុំផងឆ្ងាញ់ណាស់បងប្អូន
ហើយចំពោះវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណឹងទេបងប្អូនសម្លខ្ញុំស្លក៏រួចរាល់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលា